អ្នកខ្លះគាត់និយាយថាញ៉ាំជ្រក់ទៅល្អអ្នកខ្លះថាញ៉ាំជ្រក់ទៅមិនល្អចំពោះសុខភាពទេប៉ុន្តែការយកឃើញទាំងពីរហ្នឹងគឺអត់ខុសទេត្រឹមត្រូវដូចគ្នាតែម្ដងអញ្ចឹងការញ៉ាំទៅល្អមិនល្អបែបណាគឺខ្ញុំនឹងបញ្ជាក់នៅក្នុងវីដេអូនេះបងប្អូនអាចស្ដាប់ដល់ចប់បានណាសម្រាប់ការញ៉ាំជ្រក់ទៅដែលមិនល្អចំពោះសុខភាពភាគច្រើនគឺវាធ្វើឲ្យមានបញ្ហាការពិបាកនៅក្នុងការរំលាយអាហារសម្រាប់អ្នកដែលមានបញ្ហាទៅលើកាពះដែលអាស៊ីតកាពះខ្សោយពិបាកនៅក្នុងការរំលាយអាហារស្រាប់អញ្ចឹងជ្រក់ភាគច្រើនធ្វើឡើងពីប្រភេទបន្លែឆៅជាប្រភេទបន្លែដែលវាពិបាកនៅក្នុងការរំលាយជាងបន្លែឆ្អិនណាអញ្ចឹងនៅពេលដែលយើងញ៉ាំចូលទៅវាអាចប្រឈមធ្វើឲ្យយើងមានអាការៈចុកសៀតតឹងណែនឆ្អល់អីផ្សេងជាពិសេសចំណុចនៅចុងដង្ហើមហើយបើសិនជាអ្នកមានបញ្ហាទៅលើផ្នែកនៃពោះវៀនទៀតអាចធ្វើឲ្យអ្នកនោះរៀងតឹងហើមពោះមានបញ្ហានៃការរីករូសក៏មានដែរម្យ៉ាងវិញទៀតជ្រក់គឺមានអត្ថប្រយោជន៍ខ្លាំងមែនទែនចំពោះសុខភាពរបស់យើងដោយជ្រក់គឺវាមានទៅដោយប្រូបាយអូទិកដែលប្រូបាយអូទិកហ្នឹងឬក៏យើងហៅថាជាបាក់តេរីល្អដែលប្រព័ន្ធរំលាយអាហាររបស់យើងត្រូវការជាចាំបាច់ហើយចំពោះអត្ថប្រយោជន៍របស់ប្រូបាយអូទិកហ្នឹងគឺវាជួយទៅដល់ការធ្វើឲ្យប្រសើរឡើងនៃការរំលាយអាហារវាជួយឲ្យប្រព័ន្ធភាពស៊ាំការពាររាងកាយរបស់យើងរឹងមាំជាងមុនហើយក៏វាអាចជួយទៅដល់ការពារការរលាកផ្នែកនៃពោះវៀនទួយឬក៏ពោះវៀនធំរបស់យើងលើសពីហ្នឹងក៏វាអាចជួយទៅលើបញ្ហា allergy បានតិចតួចផងដែរម្យ៉ាងវិញទៀតប្រូបាយអូទិកក៏វាអាចជួយទៅលើរឿងអ្នកដែលគាត់អាសាមានបញ្ហានៅក្នុងការរាករូសហើយជាពិសេសវាជួយទៅដល់ការកាត់បន្ថយទៅលើបាក់តេរីដែលបង្កគ្រោះថ្នាក់ដល់បញ្ហាសុខភាពរបស់យើងបានមួយកម្រិតផងដែរទន្ទឹមនឹងជ្រក់វាមានប្រូបាយអូទិកដែលផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាពក៏ដោយប៉ុន្តែការញ៉ាំយើងគួរតែញ៉ាំវាក្នុងបរិមាណកំណត់ល្មមមិនមែនញ៉ាំវាច្រើនលើសកម្រិតនោះទេហើយការញ៉ាំដែលល្អយើងគួរតែញ៉ាំវាកំឡុងពេលដែលយើងញ៉ាំបាយពេលរបស់យើងជាជាងការដែលយើងញ៉ាំពុះទៅទេហើយទោះបីយើងបានបន្ថែមទៅលើប្រូបាយអូទិកក៏ដោយប៉ុន្តែអ្វីដែលយើងត្រូវបន្ថែមលើសពីនឹងទៀតគឺព្រីបាយអូទិកអញ្ចឹងតកតងទៅលើព្រីបាយអូទិកវីដេអូមុនគឺខ្ញុំបាននិយាយឲ្យតទៅមួយ fiber អញ្ចឹង fiber ហ្នឹងឬក៏យើងហៅថា prebiotic នឹងឯងអញ្ចឹង prebiotic នេះវាជាចំណីរបស់ probiotic អញ្ចឹងនៅពេលដែលយើងបន្ថែម probiotic យើងក៏ត្រូវបន្ថែម prebiotic ដែរដើម្បីឲ្យ probiotic វាមានចំណីអាហារគ្រប់គ្រាន់ដើម្បីឲ្យវាអាចធ្វើសកម្មភាពឬក៏រីកលូតលាស់បានល្អហើយខ្ញុំសង្ឃឹមថាការចែករំលែកតិចតួចនេះគឺវាមានអត្ថប្រយោជន៍ចំពោះបងប្អូនទាំងអស់គ្នាតែបើសិនជាមានបងប្អូនណាដែលគាត់ដឹងច្រើនតាក់ទងទៅលើ probiotic prebiotic ឬក៏ការថែសុខភាពអីផ្សេងអីបងអូនអាច comment ពីក្រោមនឹងបន្ថែមទៀតបានដើម្បីជាការចែករំលែកចំណេះដឹងទៅកាន់បងប្អូនយើងទាំងអស់គ្នាណា